យើងទាំងអស់គ្នាមកថែរក្សាសុខភាពជាមួយក្រុមពួកខ្ញុំព្រីទេអត់មានយកលុយយកកាក់អីទេដើម្បីបានសុខភាពមកហាត់មកចឹងរាងកាយយើងក៏វាបានល្អណាបងប្អូនសំខាន់សុខភាពយើងចាស់ហើយមានតែការថែទាំនឹងទេដែលយើងបានផលច្រើនពិសេសមែនតើនៅពេលដែលយើងហាត់យើងប្រឹងព្យាយាមដកដង្ហើមចេញចូលហាមាត់ដើម្បីឲ្យសួតយើងចេញអាខ្យល់ជាតិពុលនៅក្នុងសួតហ្នឹងវាហើរចេញចឹងយើងធ្វើបានចឹងរាល់ថ្ងៃទៅយើងក៏មិនសូវមានជំងឺតម្កាត់អីដែរបងប្អូនបើសិនជាយើងផ្ដាសាយតិចតួចក៏ឆាប់បាត់ដែរខ្ញុំមានតែពាក្យចែកម្លែកតែចំណុចប៉ុណ្ណឹងទេខ្ញុំគ្មានពាក្យអីចេះដឹងអីច្រើនទេបងប្អូនអញ្ចឹងមិនបងប្អូនធ្វើតាមបែបថែទាំសុខភាពយើងមានសុខភាពហើយយើងចំណេញច្រើនពិសេសមែនតើកូនចៅយើងចូលចិត្តគោរពយើងស្រឡាញ់យើងដោយសារយើងអត់មានជំងឺតម្កាត់ក្នុងការគេធុញទ្រាន់ចឹងគេមិនសូវធុញទ្រាន់នឹងយើងក៏សុវ័យចិត្តក្នុងការរស់នៅជាមួយក្រុមគ្រួសារហ្នឹងហើយបើសិនជាយើងមានជំងឺច្រើនធម្មតាគ្នាកូនចៅយើងគេនៅក្មេងគេខំប្រឹងរស់ស៊ីបើយើងចាស់ហើយយើងមិនថែខ្លួនយើងពីណាមកជួយថែយើងកូនបានត្រឹមតែមើលហ្នឹងហើយដល់ពេលយូរពេកចឹងយើងឈឺយូរពេកគ្នាក៏គ្មានពេលវេលានឹងមើលថែកូនគ្នានឹងរស់ស៊ីចិញ្ចឹមកូនចៅគ្នាដែរអញ្ចឹងហើយយើងខំថែខ្លួនយើងទៅឈឺល្មមយើងអត់ធ្មត់ខ្លួនយើងអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងខំថែទាំទៅសំខាន់បំផុតហាត់ប្រាណហ្នឹងហើយបើកាលណាយើងប្រហែសខ្លួនតែបន្តិចវាអាចទៅជាឈឺកាត់នាយអាចកពិកកប៉ុកចេះចុកច្រើនណាស់ចាស់ហើយរោគគាមករួមរឹតយើងហើយបើសិនជាយើងប្រហែសនឹងកាន់តែឈឺច្រើនហើយហ្នឹងហើយបងប្អូនជួយចាប់ចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងណាបងប្អូនចុចសញ្ញារូបកណ្ដឹងដើម្បីខ្ញុំបានមានវីដេអូបន្តទៀតបើកាលណាបងប្អូនអត់ជួយខ្ញុំក៏អត់មានវីដេអូអីច្រើនដែរហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលចូលចិត្តរាប់អានខ្ញុំហើយវីដេអូខ្ញុំក៏វាមានតែប៉ុណ្្នឹងដែរហ្នឹងហើយខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាព្យាយាមថែទាំសុខភាពណាបងប្អូនណាដើម្បីបានសុខភាពមានតែយើងទេដែលចេះជួយខ្លួនឯងចាហ្នឹងហើយអរគុណច្រើនណាបងប្អូនទាំងអស់គ្នាចាអរគុណជម្រាបលា